គេថាបើសិនជាឲ្យលេងមិត្តភ័ក្តិឬមួយក៏បងប្អូនខ្ចីគឺដូចបង្កើតសត្រូវអញ្ចឹងសម្រាប់បងគិតមិនដែរសម្រាប់ខ្ញុំគិតថាអាចនិយាយបានថាត្រូវ 60% យើងមានដើមទុនតិចអញ្ចឹងពេលដែលបើកទៅគឺវាអត់ជោគជ័យទេវាភាគរយដែលបរាជ័យគឺសឹងតែ 100% ហ្មងបងគិតមិនដែរសម្រាប់ខ្ញុំផ្ទាល់ហ្មងតើតើមួយនៅបទពិសោធន៍របស់ខ្ញុំខ្ញុំគិតថាពាក្យហ្នឹងត្រូវច្រើន Yes គាត់ថាអូខេបើកហាងដើមដល់ 40000 30000 $10,000 ឡើងបាទមានហើយឥឡូវគ្មានស្អីផងនឹងចង់ទៅមុខទៅបើកមិនជំរាបសួរស្វាគមន៍មកកាន់កម្មវិធី Money with Gen Z អញ្ចឹងកម្មវិធីរបស់យើងបង្កើតឡើងនៅក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍អំពីការរកលុយការចាត់ចែងលុយក៏ដូចជាការយកលុយបង្កើតលុយអញ្ចឹងនៅក្នុងអេពីសូតនេះគឺរៀងខុសពីរាល់ដងទីដែលសារយើងនឹងជួបជាមួយនឹងវាគ្មិនកិត្តិយសដែលគាត់ជាម្ចាស់អាជីវកម្មមានវ័យក្រោម30ឆ្នាំអញ្ចឹងកុំឲ្យរងចាំយូរទៅជួបជាមួយនឹងបងដែលគាត់ជាម្ចាស់ហាងលក់គ្រឿងអលង្ការ Glowing Gem ទាំងអស់គ្នាសួស្តីខ្ញុំសេងហួរខ្ញុំជាម្ចាស់ហាង Glowing Gem ខាងគ្រឿងអលង្ការបែបខ្មែរអាចនិយាយបានថាកម្លាំងចិត្តពេលហ្នឹងមកពីភ្ញៀវមកវិញទេភ្ញៀវស្រឡាញ់ភ្ញៀវគ្រប់ត្រមកថាស្អាតរបស់ខ្ញុំចង់បាននៅវ៉ាន់ហ្នឹងខ្ញុំស្រឡាញ់វ៉ាន់ហ្នឹងអាចនិយាយបានថាជាវ៉ាន់ដែល special សម្រាប់គាត់ណាជារបស់ប្រចាំមួយដែលវាមិនអាចយកអីទៅបាទមានលក់លើទីផ្សារនិយាយសួរស្ដាប់ចា៎អាចនិយាយបានថាការងារនេះជាការងារដែលពិបាកអញ្ចឹងមិនថាពីមុនមកឥឡូវក៏អញ្ចឹងដែរអត់មានអ្នកធ្វើបានដូចទេបាទមានក៏រៀងស្តៀងតែអត់ដូចទេហើយក៏អត់កម្រទៀតបានមានអ្នកចេះធ្វើពុតអក្សរពុតឈ្មោះហ្នឹងយ៉ាអញ្ចឹងចាប់ផ្ដើមគិតពេលហ្នឹងធ្វើការបដាគិតបដាថាចុះបើសិនជាបើយើងឈប់ធ្វើការហើយយើងមក focus ជាមួយនឹង business ហ្នឹងមិនបាន profit ច្រើនជាងមុនទៀតហើយទេព្រោះពេលហ្នឹងប្រាក់ខែទុកទេតែលុយចាយប្រចាំថ្ងៃលក់ online បានចាយហីឆ្នាំចាប់យ៉ាប៉ុន្តែពេលខ្លះនិយាយត្រង់ហ្មងពេលហ្នឹងលក់ដាច់ខ្លាំងចាយខ្លួនឯងក៏ចាយអត់អស់ដែរពេលហ្នឹងដោយសារអីយើងមានបាត់ចិត្តសម្រាប់ចាយខ្លួនឯងប្រចាំខែពេលនេះខ្ញុំគិតថាដោយសារបងចេះចាត់ចែងលុយតាំងពីខែដល់ពេលដែលយើងអត់ដល់ពេលយើងមានក៏យើងនៅតែរក្សាចំណាយយើងទៅដល់វាឲ្យឡើងកើនចំណាយកើនទៅមុខទៀតសល់លេខចាប់ផ្ដើមសល់និយាយបានថាឡៃហ្នឹងជាចំណុចដែលខ្ញុំឧស្សាហ៍ធ្វើខ្លួនឯងដែរដែលថាទោះបីជាហូបបានប៉ុណ្ណាក៏ដោយគឺខ្ញុំតែងតែរក្សាការចំណាយរបស់ខ្ញុំនៅតែដដែលដោយការពីមុនអញ្ចឹងហើយខ្ញុំក៏មិនជាមនុស្សដែលសម្ភារៈនិយមអីខ្លាំងដែរអញ្ចឹងខ្ញុំគិតថាប៉ុណ្្នឹងអូខេទោះបីលក់បានច្រើនក៏ខ្ញុំនៅតែចាយប៉ុណ្្នឹងអញ្ចឹងលុយវាចេះតែកើនទៅហើយក៏ចាប់ផ្ដើមថ្លៃមើលថាបើសិនជាយើងឆ្លៀតតែពេលយប់យើងលក់បានប៉ុណ្្នឹងហើយចុះបើសិនជាយើងឈប់ធ្វើការយើងបកមកធ្វើ business full time ហ្នឹងតែយើងនឹងបានគុណនឹងប៉ុន្មានមិនបាច់ដល់ខ្ពស់ឲ្យគុណនឹង2ទៅបានទេតែអញ្ចឹងមានន័យថាអូអញ្ចឹងវាគួរសមដែលយើងអាចគិតថាសម្រាប់ចិត្តថាយើងនឹងមូឈប់ធ្វើការឈប់ពីការងារមកចាប់អាជីពនឹងហ្មងប៉ុន្តែពេលហ្នឹងហ៊ានណាចេះតែមួយមុខហ្នឹងណាចង់ឈប់អត់ចេះអីផ្សេងទៅលើទេខ្ញុំគិតថានេះក៏ពិបាកសម្រាប់ចិត្តដែរការងារដែលយើងទទួលបានប្រាក់ខែវាទៀងទាត់ហើយយើងឈប់ពីវាដើម្បីមករ៉ាន់អីដែលវាអត់ទៀងទាត់ហ្នឹងហើយថាមួយចានទឹកមួយចានកាយបាទមួយចានទឹកមួយចានគោកពេលហ្នឹងគិតដែរហើយក៏ធ្លាប់ឆាតសួរគ្នាដែរថាមិនដែរបើសិនជាធ្លាប់សួរមិត្តភក្តិដែរតែមិនដែរបើសិនជាលក់ហ្នឹងគាត់ថាលក់បានរហងៃហើយនៅសួរអីទៀតខ្ញុំថាអត់ទេឈប់ធ្វើការហ្មងមិនដឹងទេគ្នាអត់មានបបសោតទេពេលហ្នឹងខ្លួនឯងហីព្រោះថាមិត្តភក្តិទាំងអស់ភាគច្រើនអត់សូវមានអាចនិយាយបានថា idea តើតើជាមួយនឹងការ business ហ្នឹងទេពួកគាត់គឺអ្នកធ្វើការដូចគ្នាគាត់នៅមួយគាត់ក្មេងៗដូចយើងដែរបាទក្មេងៗដូចគ្នាហ្នឹងតមកចាប់ដើមគិតថាបើមិនសាកមិនដឹងទេបើមិនលោកមិនដឹងទេហ៊ានអូពេលហ្នឹងហ៊ានខ្លាំងហើយឈាមរាវហើយនេះបាទហើយប៉ុន្តែយើងក៏មិនមែនទៅតែខ្លួនឯងទេយើងត្រូវសុំពីអ្នកផ្ទះដែរពេលហ្នឹងបកទៅផ្ទះអូមកដល់ចំណុចនេះនៅសុំអ្នកផ្ទះទៀតបាទយើងសុំ idea ពីអ្នកផ្ទះព្រោះថាដូចនិយាយចឹងយើងគ្រួសារយើងហ៊ានបុរាណនិយមដែរយ៉ាងណាក៏យើងត្រូវប្រាប់គាត់ខ្លះដែរយើងជំរាបគាត់ណែនាំប្រាប់គាត់បាទចឹងទៅពេលហ្នឹងដូចជាចូលឆ្នាំបកទៅផ្ទះហើយប្រាប់អ្នកផ្ទះថាតាខ្ញុំប្រាប់តាខ្ញុំមុនពេលច្រើនតាខ្ញុំគាត់ចាត់ចែងខ្ញុំច្រើនជាងអ្នកផ្ទះម៉ាក់ខ្ញុំប៉ាខ្ញុំខ្ញុំថាខ្ញុំចង់ឈប់ធ្វើការហើយចេញមកលក់អនឡាញខ្ញុំពុតអសរពុតអីហ្នឹងណាគាត់ថាហើយឈប់ទៅអីការងារមានឈឺដេកផ្ទះក៏មានលុយដែរចង់ខែបើកលុយដែរហើយទៅឈប់ធ្វើការគេអីទៅរកស៊ីមិនលក់អាហ្នឹងលក់បានប៉ុន្មានណាគាត់ថាអញ្ចឹងគាត់ថាលក់បានប្រហែលណាហ
របស់ហ្នឹងហើយមានរបស់ពិតផងហ្នឹងហើយខ្ញុំថាទៅមុខទៅខ្ញុំចង់បើកហាងបើកអីចឹងណាខ្ញុំនិយាយមួយគាត់ដែរគាត់ថាអូខេបើកហាងដើមដល់ 40000 $30000 $1,000 ឡើងបាទមានហើយឥឡូវគ្មានស្អីផងហ្នឹងចង់ទៅមុខទៅបើកមិនហើយចេញឈប់ធ្វើការឥឡូវហ្នឹងមកលោកអាកញ្ចក់កញ្ចប់អនឡាញហ្នឹងគាត់ថាទៅរួចដែរអត់ទេអត់ឲ្យឈប់ទេហ្នឹងហើយខ្ញុំក៏ស្ដាប់ពីគាត់ទៅហើយក៏គាត់ថាអូខេអត់អីទេអត់ឈប់ក៏បានដែរពេលហ្នឹងនៅខេត្តណាឡើងម្ដងពេញខ្ញុំដាក់ resign មានភាពខ្លាចណាស់បាទនិយាយទៅខ្ញុំខំតែសុំជាយោបល់ខ្ញុំចង់ដឹងថាពួកគាត់គិតមិនដើម្បីដឹងខ្លួនឯងដែរថាគាត់គិតមិននៅលើយើងពេលដែលយើងឈប់ហើយតែគាត់ចាក់ស្ដែងគាត់ឲ្យយើងឈប់ទេអញ្ចឹងខ្ញុំមកដល់ពេញវិញខ្ញុំដាក់ resign បន្តែខ្ញុំអត់ប្រាប់ទេលាក់ទៀតលាក់ហ្មងលាក់ខ្ញុំនៅតែថាខ្ញុំនៅធ្វើការដដែលតែខ្ញុំ resign បាត់ហើយពេលហ្នឹងបាន break បានមួយអាទិត្យដែរមួយអាទិត្យជាងយើងអត់ធ្វើការយើងចាប់ដើម full time ធ្វើការងារយើងលក់ online នៅពេលយប់ហ្នឹងយើងចាប់មកធ្វើពេលថ្ងៃវិញអញ្ចឹងទៅហ្នឹងហើយបាទអញ្ចឹងអាចនិយាយបានថាខំហ្មងសម្រាប់បានតែមួយអាទិត្យហើយគឺខំលក់ខំអីហ្មងហើយខំធ្វើវីដេអូខំប្រម៉ូទបានច្រើនមែនតើពេលហ្នឹងអាចនិយាយបានថាជាពេលដែលខ្ញុំពេញដៃពេញជើងដែលយើងដោះខ្លួនពីការងារយកមក focus ជាមួយនឹង business ហ្នឹងហ្មងណាពេញម៉ោងអាចថាពេលហ្នឹងបាក់សម្រស់មែនតែនហ្មងអត់បានដេកអត់បានអីចឹងទៅហប់ធម្មតាទេជំហានដំបូងគឺពិបាកអញ្ចឹងបាទហ្នឹងហើយចាប់ដើមហើយពេលហ្នឹងក៏ calculate មើលដែរថាតើបើសិនជាយើងចប់ជាមួយនឹងការងារយើងហើយយើងមក focus ទៅលើ business តើយើងនឹង calculate បានប៉ុន្មានក្នុងខែដំបូងគណៈគុណមើលទៅលើអីរំពឹងទឹក 120% អូលើមុន 120% យ៉ាគុណមើលហ្មងដឹងតាំងពីដំបូងហ្មងថាបាន 120% គឺអូមានកម្លាំងចិត្តទៀតហើយចាប់ផ្ដើមស្រឡឹងគិតមើលខ្លួនឯងទៀតហើយពេលហ្នឹងនៅបន្ទប់ជួលនៅស្ទឹងមានជ័យទេគិតមើលថាបើចេះតែហ្នឹងមួយទៅមកទៅនៅតែប៉ុណ្្នឹងដែរហ្នឹងមានអីថ្មីទៀតអត់ណាគិតចុះគិតឡើងអានេះក៏គ្រឿងអលង្ការហើយគ្រឿងអលង្ការវាមានអីផ្សេងច្រើនជាងអសរបតង់សេកឈ្មោះនឹងទៀតអញ្ចឹងទៅថ្ងៃកវលជៀនខ្សែដៃកងដៃមានអីទៅមួយសក់មួយអីទៀតតែគេមានអាកវ៉ាត់ខ្សែមានអីទៀតមានច្រើនតែខ្ញុំទៅពេលអញ្ចឹងខ្ញុំគិតថាបើយើងចេះតែមួយនេះមិនកើតយើងគួរតែចេះច្រើនមុខជាងហ្នឹងហើយណាមួយរឿងហត្ថកម្មរឿងការងារធ្វើដៃហ្នឹងគឺខ្ញុំចាប់បានលឿនតាំងពីក្មេងមកហើយក៏ចាប់ដើមដើរ research មើលថាកន្លែងណាគេបរៀនប៉ុន្តែអាចមានពេលលក់ online បានព្រោះថាជាទូទៅការដែលខ្ញុំចេញទៅរៀនដំបូងភាគច្រើនកន្លែងហ្នឹងគឺគេឲ្យនៅនឹងហ្មងឲ្យនៅនឹងញ៉ាំនឹងដេកនឹងធ្វើការងារនៅនឹងអត់អាចឲ្យយើងប្រកបរបរ online ក្រៅបានទេប៉ុន្តែជាសំណាងដែលខ្ញុំស្គាល់កន្លែងមួយកន្លែងលោកគ្រូខ្ញុំដែលគាត់បរៀនខាងគ្រឿងអលង្ការគឺគាត់បរៀនដូចសាលារៀននៅក្រៅអញ្ចឹងមានន័យថាចូលដល់ម៉ោងចូលចាប់ម៉ោងចេញមកផ្ទះធ្វើអីធ្វើទៅហើយអាចយកគ្រឿងអវ៉ាន់ online ខ្លួនឯងហ្នឹងមកធ្វើការងារនៅនឹងបាន yes អញ្ចឹងចាប់ផ្ដើមធ្វើចាប់ផ្ដើមទៅរៀនសំតោះចាប់ផ្ដើមទៅរៀននៅកន្លែងគាត់យ៉ាពេលហ្នឹងឆ្ងល់អីសួរនិយាយទៅខ្ញុំចូលចិត្តឆ្ងល់ហើយរបស់ថ្មីគឺខ្ញុំចាប់អារម្មណ៍មែនទេឆ្លាតមនុស្សឆ្លាតបាទនិយាយទៅយើងទៅរៀនអត់ដូចជាគោលបំណងយើងទៅរៀននិងគោលបំណងដែលយើងចេញមករកស៊ីគឺខុសគ្នាការរៀនណារៀនដើម្បីចេញមកធ្វើការនិងរៀនដើម្បីមករកស៊ីគឺខុសគ្នារៀនដើម្បីធ្វើការពេលខ្លះអត់យល់អាចនិយាយបានថាសួរម្ដងពីរដងប៉ុន្តែបើសិនជារៀនដើម្បីចេញមកធ្វើ business សួរម្ដងត្រូវតែចាប់ឲ្យជាប់ត្រូវតែឆាប់ចេះនិយាយទៅបើឆ្ងល់កន្លែងហ្នឹងត្រូវតែចេះអត់ចេះឲ្យម្លងបានទេអញ្ចឹងមានន័យថាខ្ញុំចូលទៅរៀនហ្នឹងគឺសួរមួយខ្ញុំត្រូវតែចេះអាហ្នឹងមួយនិយាយទៅដាក់កំហិតលើខ្លួនឯងហ្មងយ៉ាងអញ្ចឹងអញនិយាយបានថាខ្ញុំទៅរៀនមួយឆ្នាំជាងហ្នឹងគឺគ្រូប្រាប់បានគឺខ្ញុំជាប់ទាំងអស់ចេះទាំងអស់យើងចាប់អារម្មណ៍កន្លែងហ្នឹងជាងគេដើម្បីយកមក practice អនុវត្តផ្ទាល់ធម្មតាបើយើងទៅរៀនយើងមានអនុវត្តផ្ទាល់បើសិនជាយើងអត់យល់ទេអនុវត្តផ្ទាល់ក៏អត់កើតដែរអញ្ចឹងតោះតែយើងចេះច្បាស់មកយើងអនុវត្តផ្ទាល់កើតអញ្ចឹងពេលហ្នឹងខ្ញុំរៀនបដាខ្ញុំលក់ online បដាហើយចាប់ផ្ដើមយកគ្រឿងអលង្ការដែលរៀនហ្នឹងយកមកផុសថាឥឡូវយើងធ្វើឲ្យបាននេះខ្លះហើយឥឡូវចេះចេញជៀនចេះចេញកវលចេញអីទៅតែងទៀតភ្ញៀវខ្ញុំស្រឡាញ់ភ្ញៀវខ្ញុំឡើងហ្នឹងហ្មងចេញខ្សែកហើយចេញកវលហើយចេញជៀនពេលហ្នឹងចេញជៀនបាញ់ឆ្លាក់អក្សរនៅលើហ្នឹងអូពេលហ្នឹងទិញកណ្ដោឲ្យគ្នាល្បីពេញហ្នឹងហ្មង Valentine អីនេះហ្នឹងហើយ Valentine Women Day តម្លៃធូរថ្លៃព្រោះពេលហ្នឹង material ដែលខាងខ្ញុំធ្វើគឺធ្វើឡើងពីប្រាក់អញ្ចឹងប្រាក់ក៏តម្លៃធូរដែរហ្នឹងហើយអញ្ចឹង
មានគេទិញច្រើនគឺចាប់អារម្មណ៍ច្រើនហើយដាក់ឈ្មោះខ្លួនឯងបានទៀតយើងដូរពីដាក់ឈ្មោះនៅលើខ្សែកយកមកដាក់ឈ្មោះនៅលើចិញ្ចៀនមានន័យថា signature យើងអត់តន់បាត់ទៅណាយើងនៅជា customize ដដែលភ្ញៀវចាប់ផ្ដើមនេះទៀតហ្មង boom ហ្មងភ្ញៀវ mention គ្នាទិញអីវ៉ាន់ទិញអីឲ្យគ្នាអីគឺ mention page ខ្ញុំទាំងអស់ភាគច្រើនបាទអញ្ចឹងទៅចាប់ផ្ដើម grow ពីម្ដងបន្តិចចាប់ផ្ដើមរៀនធ្វើគ្រឿងអលង្ការដែលថ្មីក្នុងរយៈពេល1ឆ្នាំកន្លះ1ឆ្នាំជាងហ្នឹងគឺរៀនគ្រប់មុខទាំងអស់ហ្មង yes ទាំងផ្លាទីនទាំងប្រាក់ដាំត្បូងអីផ្សេងអាចថាដាំត្បូងក៏ខ្ញុំចេះធ្វើគ្រឿងអលង្ការគោលហ្នឹងក៏ខ្ញុំចេះ yes ហើយទៅគ្រឿងអលង្ការគ្រប់មុខបាទហ្នឹងហើយហើយគូម៉ូតគូអីចេញមកគឺខ្ញុំគូទៀតព្រោះយើងមាន basic ពីដើមមកថាយើងបកកែគូកំពុងដងអីហ្នឹងហើយដងផងរៀនទៅហើយហ្នឹងហើយរៀនឆាប់ចេះមែនតើហ្នឹងហើយបន្តមកទៀតពេលដែលក្នុងពេលប្រកបsorry ក្នុងពេលដែលកំពុងរៀនហ្នឹងចាប់ផ្ដើមលក់អនឡាញបដាអញ្ចឹងទៅចាប់ផ្ដើមមានគ្នាម្នាក់មកជួយពេលហ្នឹង yes មិត្តភ័ក្ដិយើងទៀតអ្នកមកជួយការងារជួយតប page ជួយអីចឹងណាចាប់ផ្ដើមយើងធូរដៃតិចទៅយើង focus លើរៀនហ្នឹងកាន់តែខ្លាំងជាងមុនហើយអាវ៉ាន់ក៏ចេញកាន់តែច្រើនជាងមុនដែរគាត់អ្នកតបទៅយើងអ្នកធ្វើបាទហ្នឹងហើយចាប់ផ្ដើមពេលហ្នឹងគឺអាចនិយាយបានថាស្រឡឹងឃើញចាប់ផ្ដើមឃើញឆ្ងាយជាងមុនទៀតដល់ពេលដំណាក់កាលហ្នឹងមិននឹកថាអូមានអារម្មណ៍ថាទៅរួចដំបងគិតខ្លួនឯងថាដំបងគាត់ថាយើងលក់តាវ៉ាន់ដូចតែមិនឥឡូវរៀងចេញមកធំយើងចេះដាំត្បូងដាំពេជ្រដាំអីបានតែអាចធ្វើបានច្រើនតាហាងពេជ្រគេបើករាប់ម៉ឺនបាទតែពេលហ្នឹងលក់អនឡាញទេស្រឡឹងឃើញថាមើលទៅអាចទៅរួចតទៅមុខទៀត yes អញ្ចឹងខ្ញុំរៀនបាន1ឆ្នាំជាងហ្នឹងហើយខ្ញុំចាប់ផ្ដើមសម្រាប់ពីការរៀនហ្នឹងហើយរៀនគ្រឿងអលង្ការហ្នឹងហើយរៀនជំនាញបាទហើយពេលហ្នឹងដូចនិយាយអញ្ចឹងភ្ញៀវទិញច្រើនប៉ុន្តែការចាយវាយរបស់ខ្ញុំនៅតែដដែលខ្ញុំនៅតែរក្សាអាការចំណាយរបស់ខ្ញុំហ្នឹងនៅតែដដែលដូចនិយាយអញ្ចឹងយ៉ាងច្រើនណាស់លើសតិចតួចអីចឹងទៅចុងសប្តាហ៍យើងទិញនេះទិញនោះតិចតួចអីចឹងទៅឬក៏ដើរលេងញ៉ាំអីនៅក្រៅតិចតួចចឹងទៅតែក៏មិនលើសខ្លាំងពីអា basic ដែលយើងធ្លាប់ចាយពីមុនមកហ្នឹងដែរវិញបង្ហាញ control បាទហ្នឹងហើយទោះអាចនិយាយបានថាជាកន្លែងហ្នឹងយើងត្រូវទប់ខ្លួនឯងទោះបីជារកបានច្រើនមិនក៏ដោយត្រូវតែរក្សាការចំណាយខ្លួនឯងឲ្យដោយការពីយើងចាយពីមុនយ៉ាងហោចណាស់លើសមិនតិចតួចអីក៏បានដែរតែកុំលើសនឹងខ្លាំងហ្នឹងហើយអញ្ចឹងវា yes ដូចនិយាយអញ្ចឹងវាធម្មតាយើងលក់បានច្រើនយើងចាប់ផ្ដើមសន្សំពីតិចទៅយ៉ាធម្មតាពីតម្លៃអាវ៉ាន់លេងលក់បានមកបង$5 $7យើងចាប់ផ្ដើមឡើងគ្រឿងប្រាក់គ្រឿងត្បូងអញ្ចឹងទៅមាន$10 $15អញ្ចឹងទៅសន្សំបដារហូតទៅដល់ដំណាក់កាលមួយដែលយើងគិតថាភ្ញៀវឥឡូវហ្នឹងគាត់ចូលចិត្តគាត់ស្រឡាញ់ការងារទឹកដៃរបស់យើងហើយប៉ុន្តែចង់តែមកផ្ទះយើងចង់តែមកហាងប៉ុន្តែអត់មានហាង showroom ផ្ទាល់ហ្នឹងហើយហើយពេលហ្នឹងនៅបន្ទប់ជួលទេហើយគាត់ចង់មកហាងផ្ទាល់មកបន្ទប់ជួលយើងមកមើលគ្រឿងហើយគ្រឿងរៀបនៅលើតុទេអញ្ចឹងទៅគាត់គិតថាបើសិនជាផ្សំតិចទៀតប្រហែលជាអាចនឹងមានហាងមួយល្មមអញភ្ញៀវស្រួលមើលជាងមុនទេតែពេលឲ្យចាប់ដើមគិតចុះគាត់ឡើងអូខេស្រឡឹងមើលសិនតែពេលហ្នឹងអត់ហ៊ានចាយបាត់ចិត្តខ្លាំងទេកាលនោះមានលទ្ធភាពតែ300ឯងសម្រាប់ជួលផ្ទះហ៎ជួលហាងបាទជួលហាង300តែ300គិតមើល300កាល2021 22ហ៎មែនពេលដែលចាប់ផ្ដើមចេញពីរៀនចេញពីធ្វើការ2023មក run business 3ឆ្នាំ2025បានចាប់ផ្ដើមបើក2025ខែ4ខែ5ហ្នឹងគឺបើកហើយចាប់ផ្ដើម yes ហ្នឹងហើយមកដល់2025ស្រឡឹងមើលអត់ឃើញអត់មានកន្លែងណាដែលសមចិត្តចូលចិត្តត្រូវចិត្តយើងទេយ៉ាតែពេលឲ្យមានកន្លែងមួយជួលឥឡូវហ្នឹងដែលទីតាំងឥឡូវហ្នឹងតែខ្ពស់ជាងបាត់ចិត្តយើងឆ្ងាយកាត់ទៀតដែរថា 200% ត្រូវអត់បងបាត់ចិត្តអាចលើស 200% យ៉ា 200% នៃបាត់ចិត្តដែលយើងមានជាក់ស្ដែងពេលហ្នឹងគាត់ថាចេះកន្លែងហ្នឹងគួរសមដែរតាបើមិនហ៊ានដូចជាមិនកើតទេនិយាយទៅខ្ញុំចូលចិត្តនិយាយទៅខ្ញុំហ៊ានជាមនុស្សដែលហ៊ានខ្ញុំថាបើមិនសាកមិនដឹងនិយាយទៅពាក្យខ្ញុំហេតុច្រើនជាខូតប្រចាំខ្លួនហ្មងមិនសាកមិនដឹងយ៉ាបោះទុនទៅពឹបយើងកក់3ខែមុនអីចឹងទៅចាប់ផ្ដើមជួលបើកហាងបើកអីមិនតាន់បានរៀបចំស្រួលបួលហ្នឹងភ្ញៀវមកពេញហាងខាន់ឆាក់មកអូនវ៉ាន់ទីតាំងនៅណាឬថាណៃមានហាងហើយឃើញណៃថតជាប់ទូជាប់អីចឹងដឹងតែមានហាងអីអត់តាន់ដាក់ grand opening ទេណា
សុំចូលមកហ្មងចូលមករើសយកហ្មងម្នាក់3 4 3 4 3 4ដំបូងយើងលក់អនឡាញម្នាក់សួរមួយឆ្លើយមួយឬក៏យើង recommend គាត់2 3យើងទៅគាត់ទិញតែ1 2ទេតែដល់ពេលមកដល់ហាងឃើញស្អីក៏ស្រឡាញ់ទិញទៅឈុតសេតបាទចង់ជើងហ្នឹងហើយយ៉ាអញ្ចឹងចាប់ផ្ដើមច្រើនខ្ញុំមកច្រើនទិញច្រើនកាន់តែចាប់ផ្ដើមសែនបើកហាងដំបូងហ្នឹងគឺខ្ញុំមកពេញហាងបាត់ហ្នឹងហើយពេលហ្នឹងអត់តាមានបុគ្គលិកទេម្នាក់ឯងសុទ្ធហើយនឹងមិត្តភ័ក្តិហ្នឹងតើគាត់ចាប់ការងារបង្គាត់មកជួយមើលទេថ្ងៃកាត់មួយថ្ងៃកោទេហ្នឹងហើយអញ្ចឹងអាយមិនថាពេលហ្នឹងម្នាក់ឯង2 ខែដំបូងហត់មែនតើតែម្នាក់ឯងឯងភ្ញៀវខ្ញុំពេលច្រើនគឺគាត់ដឹងឯងមកដំបូងគឺមានតែខ្ញុំម្នាក់ឯងអត់ដូចឥឡូវឯងមានគ្នាច្រើនអញ្ចឹងចាប់ផ្ដើមរើស team ផ្នែកលក់ផ្នែក admin ផ្នែក top page ច្រើនជាងមុនទៀតសរុបមកដល់ឥឡូវហ្នឹងគឺមានរហូតដល់ទៅ12នាក់ហើយក្រុមការងារបាទក្រុមការងារ12នាក់ហ្នឹងហើយ13ទាំងខ្ញុំនិយាយទៅតាំងពីខ្លួនឯងម្នាក់ឯងរហូតមកដល់ឥឡូវមានគ្នាច្រើនហើយមានអាចនិយាយបានថាសឹងតែគ្រប់ផ្នែកហើយឥឡូវ Jazz មកដល់ចំណុចហ្នឹងអាចនិយាយបានថាយើងបើធៀបនឹងពីមុនមកគឺយើងក្រគឺយើងជោគជ័យខ្លាំងឆ្ងាយខ្លាំងពីមុនពេលតែ5ឆ្នាំឯងបងបាទ5ឆ្នាំបាទតាំងពីក្មេងដែលម៉ាក់ប៉ាស្ដីឲ្យស្រក់ទឹកភ្នែកខ្លាយជាគាត់ស្ដីឲ្យទៅជាអាចថា debate ជាមួយគាត់វិញទៀតបាទតែចង់បកទៅក្រោយនេះបងពេលប្រាប់តាថាម៉េចថាឈប់ធ្វើការហើយចង់រកស៊ីខ្លួនឯងអញ្ចឹងពេលគាត់ដឹងណាអូខេឡាយហ្នឹងតាមពិតទៅតតែខ្ញុំបើកហាងហ្មងគាត់ដឹងបើខ្ញុំប្រាប់តាតាខ្ញុំលក់អនឡាញទៅរៀងសល់លុយបានច្រើនឥឡូវហ្នឹងបើកហាងហីគាត់មកសែនបើកហាងអីចឹងទៅមួយយើងទៅប៉ុន្តែគាត់អត់ដឹងទេថាខ្ញុំឈប់តាំងពី2023មកមែនដល់ឥឡូវហ្នឹងគាត់ហ្នឹងក៏គាត់នៅតែអត់ដឹងដែរខ្ញុំអាចនិយាយថាអធិស្ឋានខ្ញុំបាបប៉ុន្តែអត់ទេខ្ញុំប្រាប់ត្រង់ដើម្បីខ្លួនឯងប៉ុន្តែម៉ាក់ខ្ញុំប្រាប់ខ្ញុំពេលដែលបើកហាងហ្នឹងខ្ញុំប្រាប់ឲ្យថាខ្ញុំឈប់ធ្វើការតាំងពី2023មែនដំបូងគាត់ជា shock គាត់ថាចឹងបានរៀងឆ្ងល់គាត់និយាយវិញតែចឹងបានរៀងឆ្ងល់ទេទៅជាមិនសូវចង់និយាយជាមួយពេលថ្ងៃតែយប់ឡើងបានតនេនិយាយមួយគាត់ខ្ញុំមិនហ៊ានទេទៅផឹកឡើងខ្លាចគាត់ដឹងថាយើងអត់ធ្វើការបើតែអត់ដឹងហ្មងរហូតដល់បើកហាងបាទឥឡូវហ្នឹងគាត់អត់ដឹងដែរតែខ្ញុំគិតថាប្រហែលជានិយាយលើកនេះទៅហើយគាត់ដឹងហីគាត់ឃើញម៉ៃបើកហាងគាត់សប្បាយចិត្តឬមកសប្បាយចិត្តគាត់ធ្លាប់និយាយប្រាប់ម៉ាក់ខ្ញុំដែរគាត់ថានឹកស្មានថាហួរគាត់ចេះឡើងមកបំពេញនឹងមានកំណើតចេះរកស៊ីចេះមានចំហមានអីខ្លួនឯងរឹងមាំនៅទីក្រុងដែលជាកន្លែងដែលទីប្រជុំមនុស្សច្រើនអញ្ចឹងអាចរកស៊ីបានអីបានអញ្ចឹងគាត់សប្បាយចិត្តគាត់មានមោទនភាពលើខ្ញុំច្រើនតែរបស់ខ្ញុំយ៉ាបងជាកូនច្បងគេហៅថាចៅច្បងហើយកូនច្បងទៀតអញ្ចឹងនៅពេលដែលមានសមិទ្ធផលមួយនេះមិនបើសម្រាប់អ្នកមានគេគិតថាទួយទេតែសម្រាប់យើងអ្នកដែលមកពីខេត្តនេះគឺសមិទ្ធផលដែលធំហើយជោគជ័យខ្លាំងសម្រាប់ជីវិតខ្លួនឯងហ្មងហើយអ្នកផ្ទះគឺគាត់មានមោទនភាពខ្លាំងហ្មងគាត់មិនបានជំរុញទឹកចិត្តយើងផងហើយគាត់បានផ្ដល់គេហៅថាថវិកាអីឲ្យយើងដែរតែយើងរកមកខ្លួនឯងរហូតដល់បើកហាងឡើងប៉ុណ្ណាណីមិនទូចណាបងហាងនេះចាហើយអីគ្រប់យ៉ាងគឺធ្វើខ្លួនឯងទាំងអស់អត់មានណាគេមកជួយទេចាសរសើរខ្លាំងមែនតើអូខេបងអញ្ចឹងដោយសារថ្ងៃនេះដែរគឺយើងអញ្ជើញបងមកនៅក្នុងប្រធានបទមួយដែលយើងនិយាយអំពីលុយជាមួយនឹងការពង្រីកអាជីវកម្មហើយមុនហ្នឹងបានស្ដាប់បងនិយាយតាក់ទងជាមួយមិត្តភ័ក្តិចាមិត្តភ័ក្តិគេហៅស្អីគេហៅមិត្តល្អមិត្តកល្យានមិត្តគេមិនទេដល់ពេលអញ្ចឹងខ្ញុំនឹកឃើញថាការរាប់អានគឺវាសំខាន់មែនតើទី1រាប់អានមួយគឺវាផ្ដល់ប្រយោជន៍ដល់យើងមិនមែនថាគាត់ឲ្យលុយយើងខ្ចីទេប៉ុន្តែគាត់ផ្ដល់ជាគំនិតលើកទឹកចិត្តដល់យើងនៅពេលដែលយើងមានបញ្ហាអីមួយតែអ្នកផ្សេងទៀតពេលដែលយើងចាប់ផ្ដើមលូតបន្តិចគឺគាត់ចាប់ផ្ដើមទាញតម្លាក់យើងចោលដោយសារតែយើងខ្ពស់ជាងគាត់ចាអាហ្នឹងគឺគេហៅថាអត់ល្អហ្មងទុកនៅក្នុងឯងគឺ negative សម្រាប់ខ្លួនឯងហ្មងចានៅក្នុងប្រធានបទហ្នឹងខ្ញុំចង់ឲ្យបងបញ្ចេញគំនិតខ្លួនឯងបន្តិចគេថាបើសិនជាឲ្យលេខមិត្តភ័ក្តិឬមួយក៏បងប្អូនខ្ចីគឺដូចបង្កើតសត្រូវអញ្ចឹងសម្រាប់បងគិតមិនដែរសម្រាប់ខ្ញុំគិតថាអាចនិយាយបានថាត្រូវ 60% ចា Yes ព្រោះតកតងជាមួយនឹងរឿងលុយមិត្តភាពអាចនឹងបែកបាក់ច្រើនដោយសារលុយនឹងដូចគ្នាប៉ុន្តែសម្រាប់យើងដែលជាម្ចាស់លុយដែលយើងឲ្យគាត់ខ្ចីយើងត្រូវដឹងថាមនុស្សដែលយើងឲ្យខ្ចីគឺជាមនុស្សបែបម៉េចគាត់រស់ស៊ីអី
គាត់អត្តចរិតរបស់គាត់បែបម៉េចហើយតើគាត់មាន plan សម្រាប់ការយកលុយនឹងទៅប្រើការនឹងបែបម៉េចយើងគួរតែដឹងពីគាត់ឲ្យបានច្បាស់សិនមុននឹងយើងឲ្យគាត់ខ្ចីបើសិនជាគាត់មិនមែនជាមនុស្សដែលមានទំនួលខុសត្រូវឬមួយក៏អត់មាន plan ច្បាស់លាស់ក្នុងការប្រើប្រាស់លុយនឹងទេយើងគួរណាស់តែអាចនឹងកុំអីល្អជាង yes វានាំទុកដល់យើងទៀតណាដល់ពេលបាក់ថ្ងៃក្រោយជួបមុខគ្នាមើលមុខគ្នាលេងចាបងអរគុណតាមពិតទាំងខ្ញុំទាំងគេខ្ញុំគិតដូចបងដែរថាយើងគួរតែមើលមនុស្សទៅជាមិនផុតទេនៅក្នុងសង្គមនេះគឺត្រូវតែឲ្យលុយគេខ្ចីនឹងឯងបងប្អូននេះគឺមិត្តភក្តិចាហើយពិសេសគេពេលដែលយើងធូរធាអញ្ចឹងធម្មតាគាត់ចង់គាត់ពឹងតែអ្នកដែលធូរធាទេតែអ្នកអត់ទេអញ្ចឹងណាហើយបើអ្នកផ្សេងគេចេះទាលុយមិនដឹងមិនហ្នឹងពួកយើងនេះគាត់អត់ចេះទាអត់ចេះទាមែនតាអត់ប៉ុណ្ណាគឺខំមកអត់ចេះទាគេទេចាអញ្ចឹងសម្រាប់បងប្អូនបានដឹងហើយថាគាត់បើកហាងគឺដោយដៃពីរនេះដៃពីរនោះមិនថានៅក្នុងអនឡាញឬមួយក៏នៅជីវិតពិតទេគឺគាត់បើកដោយដៃទៅទេទាំងពីរនឹងមែនអញ្ចឹងភាគច្រើនគេតែនិយាយចេះបងបើសាប់សាច់រឿងបងហើយខ្ញុំនឹកឃើញទៅរឿងមួយដែលគេនិយាយថាយើងមានដើមទុនតិចអញ្ចឹងពេលដែលបើកទៅគឺវាអត់ជោគជ័យទេវាភាគរយដែលបរាជ័យគឺសឹងតែ 100% ហ្មងបងគិតមិនបងសម្រាប់ខ្ញុំផ្ទាល់ហ្មងតើតើមួយនឹងបទពិសោធន៍របស់ខ្ញុំគិតថាពាក្យហ្នឹងត្រូវច្រើន yes ប៉ុន្តែសូមគិតមកវិញថាលុយសំខាន់សម្រាប់ការបើកអាជីវកម្មឬក៏បើកការរកស៊ីអញ្ចឹងពីខ្ញុំទៅហ្មងមានលុយជោគជ័យ 50% បាត់ហើយសម្រាប់អ្នកបើកអាជីវកម្មហើយសម្រាប់អ្នកដែលអត់មានលុយអាចនិយាយបានថាជោគជ័យតិចជោគជ័យតែ 30% ទេតែអាចបរាជ័យរហូតដល់ 70% អញ្ចឹងសម្រាប់ធម្មតាទេការរកស៊ីគឺលុយវាដឹងតែសំខាន់ហើយសម្រាប់អ្នកដែលមានធនធានមានឪពុកម្ដាយជាអ្នកធូរធារឬមួយក៏មានអាចនិយាយថាលុយច្រើនណាចាបើក business មកគេមានកន្លែងគេមាន product គេមានបុគ្គលិកពេញគេចាំតែភ្ញៀវមកទេធ្វើ marketing ធ្វើទីផ្សារមកបុកមកភ្ញៀវចូលមកគឺជោគជ័យហ្មងហ្នឹងគឺអ្នកមានលុយគេបើករកស៊ីប៉ុន្តែសម្រាប់យើងអ្នកអត់មានបទពិសោធន៍ច្រើនអត់មានលុយច្រើនអត់មានលុយទប់បំរុងការខាតបង់ហានិភ័យខ្ពស់ជាងគេអ្នកដែលមានលុយ yes យើងមើលអត់ឃើញហ្នឹងហើយយោបល់ពីខ្ញុំទៅសម្រាប់អ្នកអត់មានលុយតែបើកអាជីវកម្មអាចជោគជ័យបានប៉ុន្តែមានភាគរយតិចហ្នឹងហើយតែបើសិនជាអ្នកមានលុយច្រើនជោគជ័យ 50% បាត់ហើយក្នុងការបើកអាជីវកម្មមែនតាវាអាចថា50-50ដែរតែកំណត់បងគឺវា make sense ខ្លាំងសម្រាប់មែនតើយើងមើលនៅក្នុងសង្គមយើងរាល់ថ្ងៃយើងដឹងហើយដោយសារទោះបីជាគេបរាជ័យនិយាយស្ដាប់ក៏គេមានម៉ែឪដែលគេជួយបានដែរបើមិនម៉ែឪទូធាតែបើយើងចាប់ផ្ដើមមកយកមានអីផងហើយបើយើងដួលទៅគឺដួលដល់ថ្ងៃហើយមានអីក្រៅវិបាកទឹកចិត្តហ្នឹងហើយមកទឹកចិត្តចាប់ផ្ដើមឡើងវិញហើយគឺចាប់ផ្ដើមឡើងទៀតដូចគេនិយាយចឹងថាអ្នកខ្លះគេជោគជ័យត្រឹមអាយុ22ឆ្នាំប៉ុន្តែបរាជ័យទៅវិញនៅក្នុងវ័យ32ឆ្នាំអ្នកខ្លះ32ឆ្នាំមិនទាន់ជោគជ័យទៀតតែមកជោគជ័យនៅអាយុ50ឆ្នាំក៏មានច្រើនណាស់បងមិននៅក្នុងតែស្រុកខ្មែរយើងនៅស្រុកក្រៅបរទេសអីមហាថៃស្រុកគេអីចឹងច្រើនណាស់ចាហើយមែនតើទៅបើនិយាយទៅដល់រឿងរកស៊ីអីចង់ដឹងពីយោបល់របស់បងបន្តិចបងគិតថាការដែលខ្ចីលុយធនាគារមើលខ្ចីបលគេនិយាយស្រាប់យកមកបរិយាអាជីវកម្មហ្នឹងវាជារឿងដែលខុសឬមួយក៏ត្រូវខ្ញុំសម្រាប់ខ្ញុំគិតថាត្រូវប៉ុន្តែយើងត្រូវសិក្សាពី business របស់យើងដែរថាតើលុយដែលយើងយកមកពីការកម្ចីហ្នឹងតើអាច work ជាមួយនឹង business របស់យើងអត់គិតមកវិញចេះតើតើជាមួយនឹងការខ្ចីលុយយកមកបង្កើតរបររកស៊ីឬក៏ការរកស៊ីយើងត្រូវដឹងថាតើយើងខ្ចីហ្នឹងរយៈពេលខ្លីឬក៏រយៈពេលវែងហើយថាតើរយៈពេលខ្លីហ្នឹងរយៈពេលវែងហ្នឹងបំបែកជាខែយើងបង់ជាខែឬក៏បង់ជាខ្ជូ yes អញ្ចឹងយើងត្រូវដឹងថា business របស់យើងតើយើងអាចចំណេញក្នុងការសងទៅលើការកម្ចីប្រចាំខែហ្នឹងបានអត់ហើយថាតើយើងអាចនឹងសល់ខ្លះពីការចំណេញហ្នឹងបានអត់ទៀតអញ្ចឹងយើងត្រូវសិក្សាឡើងនឹងឲ្យច្បាស់មុននឹងខ្ចីឬក៏កម្ចីពីខាងធនាគារឬក៏ខាងក្រៅមកចាធម្មតាធនាគារគេមិនមែនលើកលែងឲ្យយើងទេបាទអញ្ចឹងយើងខ្លួនឯងចាជាយើងខ្លួនឯងត្រូវសិក្សាច្បាស់មុននឹងចាប់ផ្ដើមអាជីវកម្មចាចាអរគុណបងចៃម្លេងនេះគឺល្អខ្លាំងមែនទែនហើយសាច់រឿងបងគឺចាពេញចិត្តស្ដោកពិសេសស័ក្តិសមជាមួយនឹង Money with Gen Z កម្មវិធីរបស់យើងផ្ទាល់តែម្ដងចាខ្ញុំស្រឡាញ់ពាក្យមួយដែលបងតែងតែនិយាយថាបើមិនសាកមិនដឹងចាហើយមួយទៀត
កុំចាយហួសមៀតចាខ្ពតពីហ្នឹងគឺខ្ញុំគិតថាមិនថា Gen Z ឬមួយក៏ Gen ក្រោយ Alpha អីផ្សេងទេគួរតែយកដាក់ខ្លួនទៅហើយមួយទៀតបង្កើតទំនាក់ទំនងចាខ្ញុំគិតថាមនុស្សបងក៏បង្កើតទំនាក់ទំនងដែរឥឡូវបងគិតថាអាចចែក tip តិចបានទេតំណែងហ្នឹងបងតាក់តងទៅតាមមិត្តភ័ក្តិទេឬមួយក៏បែបម៉េចមនុស្សជុំវិញខ្លួនមនុស្សជុំវិញខ្លួនអាចនិយាយបានថាខ្ញុំចូលចិត្តស្គាល់មនុស្សដែលថ្មីដូចខ្ញុំនិយាយខ្ញុំចូលចិត្តអីដែលថ្មីបរិយាកាសថ្មីសង្គមថ្មីកន្លែងការងារថ្មីអញ្ចឹងអាចនិយាយបានថាសម្រាប់អ្នកដែលថ្មីគឺខ្ញុំចូលចិត្តសួរនាំអាចនិយាយបានថាខ្ញុំចូលចិត្តបង្កើតfriendship ច្រើន connection ច្រើនជាមួយនឹងមនុស្សជុំវិញខ្លួនមិនថាវិស័យគ្រឿងអលង្ការវិស័យផ្នែកខាងសិល្បៈវិស័យផ្នែកខាងdigital អីផ្សេងៗគឺខ្ញុំភាគច្រើនខ្ញុំមានមិត្តភ័ក្តិផ្នែកខាងហ្នឹងមួយម្នាក់ពីរនាក់អញ្ចឹងទៅព្រោះថាខ្ញុំចូលចិត្តស្គាល់មនុស្សដែលថ្មីហើយសួរមតិយោបល់ធម្មតាយើងម្នាក់ឯងនិយាយសុទ្ធសាធដៃមកខាងបាំងមេឃអត់ចិត្តទេយើងត្រូវការចម្លើយឬក៏ត្រូវការដឹងពីអីមួយយើងត្រូវតែសួរជាមួយអ្នកដែលគាត់មានជំនាញខាងហ្នឹងអញ្ចឹងការស្គាល់មនុស្សច្រើនគឺល្អមែនតើហ្នឹងហើយអាចនិយាយបានថា friendship គឺបានយូរជាង relationship ទៅដឹងអូខេ note បង note ព្រោះថាមិត្តភ័ក្តិរាប់ពីក្មេងដល់ចាស់បានតែ relationship ជួនអត់អាចទេយ៉ាអញ្ចឹងអាចនិយាយបានថាតំណែងតំណងមិត្តភាពនេះគឺសំខាន់មែនតើសម្រាប់យើងជាអ្នករកស៊ីមិនថាយើងរកស៊ីអ្នកធ្វើការក៏ដោយយ៉ាព្រោះតែយើងចង់ resign ទៅកន្លែងថ្មីក៏យើងស្គាល់ទៅកន្លែងហ្នឹងវាបែបមិនដែរហ្នឹងហើយគ្នាហើយទៅវាល្អដែរយើងគួរតែមានអ្នកស្គាល់ឲ្យបានច្រើនជុំវិញខ្លួនព្រោះថាមិនមែនសម្លឹងមើលផលប្រយោជន៍គេប៉ុន្តែក៏វាជាអត្ថប្រយោជន៍មួយដែរសម្រាប់យើងក្នុងការប្រកបការរស់នៅប្រចាំថ្ងៃហ្នឹងព្រោះថាធម្មតាទេយើងធ្វើការងារជាមួយមនុស្សអញ្ចឹងយើងត្រូវស្គាល់មនុស្សឲ្យបានច្រើនមកដល់ចំណុចនេះចង់ដឹងថាបងគិតថាធ្វើការមួយមនុស្សពិបាកពិបាកតែពេលខ្លះក៏អត់ពិបាកដែរហ្នឹងហើយបានន័យថាម៉េចនេះមានន័យថា50-50បើសិនជាមនុស្សហ្នឹងគាត់យើងត្រូវស្គាល់ច្បាស់ថាគាត់ជាមនុស្សបែបម៉េចហើយគាត់ចូលចិត្តបែបម៉េចចាអញ្ចឹងយើងត្រូវបត់បែនតាមកលៈទេសៈអញ្ចឹងខ្ញុំសម្រាប់ខ្ញុំគិតថាអត់ពិបាកទេសម្រាប់ការធ្វើការជាមួយនឹងមនុស្សព្រោះថាជាក់ស្ដែងតើតើមួយនឹងការងារឬមួយក៏ការរកស៊ីគឺតើតើជាមួយនឹង leadership ដែរបាទហ្នឹងហើយយើងអាចនិយាយបានថាតើតើលើមាត់និយាយទៅជាតើតើបកកាយនិយាយតើតើដឹងពីគាត់ត្រូវតែនិយាយជាមួយគាត់ត្រូវតែស្គាល់គាត់ឲ្យបានច្បាស់ទើបយើងអាចប្រស័យតើតងគ្នាទៅមុខបាន yes អាហ្នឹងជាចំណុចសំខាន់ topic តិចដោយសាររងឯងបងអាចនិយាយអាពាក្យទូរស័ព្ទមួយគឺជាមេរបស់គេហើយអញ្ចឹងបងមានយកបលឬមួយក៏ជា quote បែបណាសម្រាប់ខ្លួនឯងនៅក្នុងនាមជា leadership មេគេម្នាក់អញ្ចឹងបាទquote សម្រាប់ខ្លួនឯងទៅហ្នឹងហើយអាចនិយាយបានថាចេះខ្លួនឯងសិនចាំឲ្យគេស្ដាប់តាម yes សម្រាប់ខ្ញុំអត់ដូចអ្នកផ្សេងអត់ចេះឲ្យគេធ្វើទេតោះតែចេះខ្លួនឯងសិនទៅបានបញ្យល់គេបានទៅអាចឲ្យគេស្ដាប់យើងបានជាក់ស្ដែងការងារទាំងអស់នៅក្នុងហាងរបស់ខ្ញុំគឺខ្ញុំចេះទាំងអស់មុខណាក៏ខ្ញុំចេះដែរតែតើជាមួយនឹងការថតការប្រម៉ូទអីផ្សេងៗខ្ញុំចេះខ្ញុំធ្វើជាងខាងគ្រឿងអលង្ការខ្ញុំចេះផ្នែកខាងគ្រប់គ្រងឯកសារគណនេយ្យក៏ខ្ញុំចេះអញ្ចឹងអាចនិយាយបានថាការងារមួយចំនួនគឺយើងជា leader យើងត្រូវតែដឹងមុនយើងត្រូវតែធ្វើមុនយើងត្រូវតែដើរទៅមុនពួកគាត់ទៅពួកគាត់ស្ដាប់តាមយើងហើយគាត់ក៏ដើរដោយតែមានទំនុកចិត្តធ្វើការដោយមានទំនុកចិត្តជាមួយយើងដូចគ្នាចា៎បាទអូខេខ្ពត់ល្អមែនតើខ្ញុំមែនតើខ្ញុំគិតថាឃើញម្ចាស់អាជីវកម្មភាគច្រើនគាត់ពិបាកប្រើបុគ្គលិកបាទតែសម្រាប់បងដូចជាមិនចង់ទេហើយមែនតើគេហៅថាអាជីវកម្មដូចបោះបងនេះវិស័យហ្នឹងក៏វាពិបាកប្រើមនុស្សណាបងអាការមួយបត់មួយហ្នឹងណាតើតែយើងខ្លួនឯងយើងពេញចិត្តបោះខ្លួនឯងហ្មងដល់ពេលគេធ្វើវាដូចយើងស្ទើរនេះស្ទើរនោះតែអាហ្នឹងបងត្រូវប្រើវិធីសាស្ត្រអីដើម្បីបរិញ្ញាពួកគាត់ឲ្យចេះសឹងតែដូចស្នាដៃយើង 100% ហ្នឹងហើយអាចនិយាយបានថាបង្ហាញពីអីដែលយើងធ្លាប់ធ្វើពីមុនមកឲ្យគាត់ឃើញហើយបើសិនជាគាត់ចាប់ផ្ដើមចំណុចដំបូងខុសយើងប្រាប់គាត់ប៉ុន្តែមិនមែនមានន័យថាដាក់ពីណីទៅគាត់ទេគឺយើងត្រូវ step by step ឲ្យគាត់ធ្វើម្ដងតិចរហូតដល់បានដូចជាមួយនឹងអីដែលយើងចង់បានប៉ុន្តែក៏មិនយូរពេកដែរត្រូវឲ្យគាត់ដឹងថាយើងត្រូវធ្វើហ្នឹងហើយយើងមាន period មួយដែរអូខ
ខេបងអរគុណច្រើនបង បាទអរគុណច្រើន តាំងគេហៅថាស្នាដៃរបស់បងក៏ប្រកែកហើយគេហៅសុំអ្នកសិល្បៈមែនតើដោយសារនិយាយគឺក្បោះក្បាយខ្លាំងហ្មងហើយខ្ញុំសង្ឃឹមថាអ្នកដែលមើលវីដេអូនេះគឺដូចជាប្រិយមិត្តទាំងអស់គឺនឹងទទួលបានគេហៅថាបុណ្យដំបូងមានល្អៗពីបងហើយបើសិនជាកន្លែងណាអាចយកទៅអនុវត្តបានក៏យកទៅហើយកន្លែងណាដែលខុសឆ្គងអីក៏សូមអធិស្ឋានបងក៏ដូចជាប្រិយមិត្តទាំងអស់គ្នាដែរចាអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នេះទេបើសិនជាបងប្អូនចង់បានគ្រឿងអលង្ការឬមួយក៏ដាក់ឈ្មោះសម្រាប់ធ្វើជាកាដូទៅជូនដល់មនុស្សជាទីស្រឡាញ់កុំភ្លេចតាក់ទងទៅបងហើយកំងម៉ូតអីបានម៉ូតហ្នឹងហ្មងចា បាទអរគុណច្រើន